បាទជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ថយពិសិដ្ឋបាបឺសដែលមានទីតាំងនៅខេត្តសៀមរាបជាប់នឹងផ្សារកែមីម៉ាយសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបហើយទីតាំងរបស់ខ្ញុំបាទគឺនៅនឹងជាប់ផ្សារកែមីម៉ាយនេះតែម្ដងបាទថ្ងៃនេះដែរគឺខ្ញុំបាទនឹងបង្ហាញពីរបៀបកាត់សក់ធូបឡុកឲ្យពុកម៉ែបងប្អូនទស្សនាហើយម៉ូដនេះគឺម៉ូដដែលពេញនិយមសម្រាប់សិស្សសាលាដើម្បីកាត់សក់គឺខ្ញុំត្រូវការបែងចែកសក់មុននឹងកាត់វាពីព្រោះវាធ្វើឲ្យខ្ញុំងាយស្រួលក្នុងការកាត់សក់បើមិនបែងចែកសក់នេះគឺពិបាកក្នុងការកាត់ហើយប្រសិនបើពុកម៉ែបងប្អូនស្រឡាញ់និងពេញចិត្តនឹងវីដេអូរបស់ខ្ញុំបាទសូមពុកម៉ែបងប្អូនជួយ Subscribe នៅ Channel របស់ខ្ញុំបាទម្នាក់មួយផងបាទព្រោះ Channel នេះខ្ញុំទើបតែបានបង្កើតថ្មីតែប៉ុណ្ណោះហើយរកការនិយាយបញ្ចេញបញ្ចូលសំឡេងបាទមានការនិយាយខុសពាក្យពេចន៍អក្ខរាវិរុទ្ធអីក៏សូមបងប្អូនមេអធិស្ឋានខន្តីអភ័យទោសផងបាទដំបូងគឺយើងប្រើពុម្ពលេខ2ដើម្បីកាត់សក់ធូបឡុកនេះគឺយើងកាត់ខាងបែបនេះមកដូចដែលបងប្អូនពុកម៉ែបងប្អូនបានឃើញប្រាប់ហើយវីដេអូនេះដែរគឺខ្ញុំចែកជូនជាពិសេសទៅដល់បងឬក៏បងប្អូនដែលទើបតែនឹងរៀនកាត់សក់សូមទស្សនានៅវីដេអូរបស់ខ្ញុំបាទខ្ញុំនឹងបង្ហាញពីរបៀបនៃការកាត់សក់បែបបុរាណនិងបែបសម័យបាទឥឡូវយើងមកបន្តវីដេអូរបស់យើងវិញបាទគឺខ្ញុំប្រើពុម្ពលេខ2បន្ទាប់ពីខ្ញុំប្រើពុម្ពលេខ2ឈូសសក់ខាងក្រោមរួចគឺខ្ញុំប្រើម៉ាតើកាត់នៅត្រង់ថ្មីដែលវាសក់វាអត់ទាន់ស្អាតណាបងប្អូនកាត់ឲ្យវារាបស្មើគឺយើងនិយាយថារៀបចំឲ្យវាស្អាតបាទដូចតែបងប្អូនបានឃើញនៅក្នុងវីដេអូរបស់ខ្ញុំបាទនេះហើយសម្រាប់ម៉ូដសក់នេះដែរគឺជាម៉ូដសក់ប្រចាំចិត្តរបស់បងប្អូនប្រុសនេះគឺម៉ូដប្រចាំចិត្តគេហើយគាត់ចូលចិត្តម៉ូដនេះកំងឲ្យគាត់មកពីឆ្ងាយដែរពីក្រុងមកពីក្រុងសៀមរាបបាទមកកាត់ដល់ទីនេះហើយក៏អរគុណបងប្អូនប្រុសដែលតែងតែគាំទ្រនៅហាងថលពិសិដ្ឋបាបឺសដែលមានទីតាំងនៅសង្កាត់ជ្រាវជាប់ផ្សារកែមីម៉ាយវត្តព្រិនអ្នកសៀមរាបអត់និយាយពាក្យទៅផ្សារកែមីម៉ាយស្គាល់ហើយបាទមិនដឹងមិនគេដាក់ផ្សារកែមីម៉ាយដែរខ្ញុំនៅទីនេះអត់ដឹងដែរបាទឈ្មោះគេដាក់ផ្សារកែមីម៉ាយអូខេឥឡូវយើងបន្តវីដេអូរបស់យើងទៀតបន្ទាប់ពីខ្ញុំប្រើពុម្ពលេខ2ហើយដើរក្រាស់មកគឺខ្ញុំចាប់ផ្ដើមប្រើពុម្ពលេខ1អស់សំទោសបងប្អូនគឺពុម្ព1កន្លះដើម្បីលំលីងសក់ខាងក្រោមនេះហើយសម្រាប់បងប្អូនថ្មីសូមជួយ Subscribe បើពេញចិត្តនឹងវីដេអូរបស់ខ្ញុំបាទខាងក្រោយគឺខ្ញុំតម្រឹមខ្ញុំដោះតំណពុម្ពចេញខ្ញុំតម្រឹមវាដោយតែបងប្អូនបានឃើញស្រាប់ដល់ប្រើពុម្ពលេខ1កន្លះដើម្បីឈូសតិចដេញឡើងដើម្បីឲ្យវាសម្មោរំលីងសម្មោវីដេអូនេះដែរខ្ញុំអត់បានកាត់តឬកាត់វីដេអូទេបងគឺ original តែម្ដងថតរួចក៏បញ្ចូលសលេងដោយខ្លួនឯងសលេងក៏គ្មានម៉ៃមានអីទេគឺដល់រិចបដោយបងប្អូនអូខេយើងបន្តទៀតយើងឈូសបែបនេះមករហូតឲ្យវាយើងស្មោតរំលីងសជាបន្តិចថ្ងៃនេះដែរគឺយើងស្ងប់ស្ងាត់បន្តិចស្រួលក្នុងការនិយាយសំសិនមកខ្ញុំភ្លៀងផងអីផងពិបាកក្នុងការអធិប្បាយបន្ទាប់ពីខ្ញុំប្រើពុម្ពលេខ1កន្លះរួចគឺខ្ញុំប្រើពុម្ពលេខ1
គឺរបៀបកាត់សក់របស់ខ្ញុំគឺខ្ញុំប្រើពុំពីធំទៅតូចបងប្អូននេះងាយស្រួលសម្រាប់បងរៀនថ្មីខ្ញុំប្រើខ្ញុំមានរបៀបកាត់លឿនជាងនេះប៉ុន្តែខ្ញុំចង់ចែករំលែកទៅដល់បងប្អូនដែលគាត់ទើបនឹងរៀនបើគាត់កាត់ដោយអ្វីដែលខ្ញុំបានជំរាបវាងាយស្រួលមិនមែនថាខ្ញុំចេះជាងបងដែលមានបទពិសោធន៍ទេសូមអធិស្ឋានបងគឺគាត់តែខ្ញុំជាការចែករំលែកចំណេះដឹងបន្តិចបន្តួចទៅកាន់បងប្អូនដែលគាត់ទើបតែចាប់ផ្ដើមនៅអាជីពកាត់សក់ថ្មីបងប្អូនចឹងទេសូមមេដែលមានបទពិសោធន៍យូរឆ្នាំគុំប្រកែប្រកាន់និងសូមទោសទុកជាមុនបើមានចំណុចខ្វះខាតអីក៏សូមជួយកែតម្រូវខ្ញុំបាទតាមរយៈវីដេអូខាងក្រោមនេះបាទឥឡូវយើងបន្តវីដេអូរបស់យើងទៀតគឺខ្ញុំប្រើពុំលេខ1ដដែលគឺខ្ញុំឈប់បែបនេះឥឡូវគឺខ្ញុំបដូរតំណពុំហើយគឺខ្ញុំដាក់ពុំលេខ0.កន្លះ0កន្លះបងប្អូនហើយ0.កន្លះគឺខ្ញុំអត់បើកថ្មីមកតើទៅខ្ញុំបិទគឺថាslow close ជុំលីងបន្ទាប់ពីពុំលេខ1គឺយើងប្រើជុំលីង0កន្លះនៅរំលីងវាស្អាតឲ្យម៉ត់ដូចដែលបងប្អូនបានឃើញហើយសម្រាប់ទីតាំងខ្ញុំបាទគឺនៅផ្សារកែវមេម៉ាយជាប់ផ្សារកែវមេម៉ាយវត្តព្រិននៅសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបបាទគឺខ្ញុំរំលែងបែបនេះឯងបងប្អូនដូចក្នុងវីដេអូខ្ញុំបានកាត់វីដេអូនេះទេបងប្អូនគឺខ្ញុំដាក់ original បណ្ដោយគឺបែបនេះហើយឃើញបរទេសកាត់ស្អាតជាងខ្ញុំបានទៀតគឺពេលខ្លះខ្ញុំជាងមកតែខ្ញុំនៅតែមើលវីដេអូពួកបរទេសក៏ដូចជាពួកបងដែលមានបទពិសោធន៍យូរឆ្នាំបាទហើយយកអ្វីដែលខ្ញុំមើលក៏រៀនតាមពួកគាត់ផងដែរបាទយើងធ្វើបែបនេះមកបាទហើយបើបងប្អូនគិតថាវីដេអូរបស់ខ្ញុំនេះមានអត្ថប្រយោជន៍សម្រាប់ពួកបងប្អូនសូម like និង subscribe channel របស់ខ្ញុំមួយផងបាទដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថ្មីចែកជូនទៅដល់បងប្អូនឲ្យទស្សនាឥឡូវយើងបន្តទៀតខ្ញុំដកពុំ0កន្លះចេញបងប្អូនខ្ញុំប្រើមុខម៉ូទ័រផ្ទាល់រំលីងវាស្អាតឥឡូវរួចរាល់យើងច្រឹបសក់សល់តិចចេញបងប្អូនហើយចំពោះការរៀនកាត់សក់យើងត្រូវតែចេះមិនមែនចេះតែកាត់សក់ទេបងប្អូនយើងចេះអ៊ុតយើងចេះគៀបយើងចេះកាត់សក់នារីសក់បរោះសក់បុរាណសក់សម័យទម្រង់មុខមានភាពរុងរាយចំពោះអតិថិជនគុំចាំជាមួយអតិថិជនព្រោះអតិថិជនគឺជាស្ដេចគាត់យកលុយមកឲ្យយើងហើយយើងគឺដេកចាំយកលុយពីគាត់ទេអញ្ចឹងទេរាល់ពាក្យពេចន៍ដែលយើងនិយាយទៅកាន់អតិថិជនគឺត្រូវតែប្រុងប្រយ័ត្នត្រូវតែថ្នមគឺថានិយាយថាថ្នមអតិថិជនហើយទឹកដៃគប់ផ្សំគ្នាបងប្អូនហើយហាងខ្ញុំក៏មានទទួលបង្រៀនសិស្សផងដែរបាទបន្ទាប់ពីខ្ញុំតម្រឹមរួចគឺខ្ញុំបាញ់ទឹកដើម្បីកាត់សក់ខាងលើចេញបន្តិចសក់នេះដែរគាត់អត់ឲ្យខ្ញុំកាត់ទេប៉ុន្តែខ្ញុំបានជំរាបប្រាប់ថាត្រូវតែកាត់បន្តិចដើម្បីឲ្យលើកមុខសក់នេះដោយសារសក់គាត់នឹងវែងចឹងកាត់ចុងតិចជូនគាត់ក៏យកព្រមការបាញ់ទឹកនេះគឺដើម្បីពេលយើងកាត់ទៅវាអត់សូវហុយបងប្អូនពិសេសគឺបងប្អូនថ្មីឆ្ងល់ហេតុអីជាងកាត់សក់ឲ្យពេលកាត់ទៅបាញ់
ตัดบังអីគឺមូលហេតុជាអញ្ចឹងឯងគឺកុំឲ្យហុយពីយើងកាត់ទៅហុយចូលភ្នែកចូលច្រមុះចូលមាត់ណាបងប្អូនរាល់វីដេអូរបស់ខ្ញុំបាននិយាយទៅលើសលួយក៏សូមខន្តីអភ័យទោសណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយខ្ញុំបន្តវីដេអូយ៉ាងទៀតគឺខ្ញុំកាត់ចុងតិចតិចហើយខ្ញុំនឹងបង្រៀនពីរបៀបកាត់សក់កាត់បាញ់ចាយកាត់សក់សម្រាប់បងបងប្អូនដែលទើបតែនឹងរៀនរបៀបកាន់កន្ត្រៃកាន់ក្រាស់របៀបកោនៅមានរបៀបបង្រៀនច្រើនទៀតតែខ្ញុំនឹងចែករំលែកទៅដល់បងប្អូនតែទើបតែនឹងរៀនបានថ្មីខ្ញុំបន្តទៀតមើលទៅស្អាតហើយក៏ចាប់តិចឲ្យគាត់ហើយការកាត់សក់នេះដែរចំណុចបងប្អូនយើងដូចជានារីដ៏ស្រស់ស្អាតចាំអតិថិជនអញ្ចឹងកាលណាយើងកាត់សក់ស្អាតថ្ងៃក្រោយអតិថិជននឹងមករកយើងទៀតវាប្រៀបដូចជានារីដែលស្រស់ស្អាតថ្ងៃក្រោយគេមករកយើងទៀតចឹងបងប្អូនសូមជាត្រៃនិយាយលេងទេសំខាន់យើងទឹកដៃរស់យើងហើយខ្ញុំក៏មិនព្រោះតែកាត់ស្អាតអីណាស់បងប្អូនជាងនៅស្រុកស្រែជនបទមិនមែនដូចជាងនៅតាមទីក្រុងអីទេស្រុកស្រែជនបទយើងបាន5000រៀលទេឃើញតែដៃបងប្អូននៅតាម YouTube កាត់ស្អាតណាស់ខ្ញុំពេលខ្លះកាត់មិនបានដូចគាត់ទេបងប្អូនគាត់កាត់ស្អាតណាស់តែនេះគ្រាន់តែជាការចែករំលែកអ្វីដែលខ្ញុំបានរៀនពីមុនមកចែករំលែកទៅបងប្អូនទាំងអស់គ្នាហើយបើការនិយាយរបស់ខ្ញុំលើនោះក៏សូមខន្តីអភ័យទោសហើយបងប្អូនគិតថាវីដេអូរបស់ខ្ញុំបានមានប្រយោជន៍សម្រាប់បងប្អូនក៏សូមជួយ Subscribe ចុចរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីពីខ្ញុំបានដែលមានឈ្មោះ Full Ticket Barber Shop ដែលមានទីតាំងនៅផ្សារកែបម៉ាយវត្តព្រិនបាទឥឡូវយើងរួចរាល់ហើយដល់វគ្គ30ហើយមានសាប់បែបនេះបងប្អូនរឿងសាប់នេះមួយបានបើអាចជៀសបានយើងជៀសកុំសាប់ខ្លាំងពេកណាបងប្អូនវាធ្វើឲ្យបែកសក់អតិថិជនបែកចុងសក់កាលណាសាប់ក្រាស់ពេកវាធ្វើឲ្យសក់នោះវាបែកចុងវិញហ្នឹងសម្រាប់បទពិសោធន៍របស់ខ្ញុំទេតែសម្រាប់ពុកម៉ែបងប្អូនសាប់យ៉ាងម៉េចក៏តាមពុកម៉ែបងប្អូនទៅចោះតែនេះគាត់ថាចែករំលែកតាមនេះគឺជាបទពិសោធន៍របស់ខ្ញុំទេហើយក៏សូមអរគុណសម្រាប់ការទស្សនានៃវីដេអូរបស់ខ្ញុំបានដែលមានឈ្មោះថា Full Ticket Barber Shop ដែលមានទីតាំងនៅសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបជាប់នឹងផ្សារកែងមីម៉ាយវត្តព្រិនបងប្អូនហើយបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនក៏សូមជួយ like ជួយ Subscribe នៅ Channel ថ្មីរបស់ខ្ញុំមួយដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបានក្នុងការធ្វើវីដេអូចែកជូនបងប្អូនក្រោយទៀតហើយរាល់វីដេអូរបស់ខ្ញុំបាទគឺខ្ញុំផុស3ដងក្នុងមួយថ្ងៃគឺម៉ោង10ព្រឹកម៉ោង1រសៀលនិងម៉ោង6ល្ងាចបាទនេះរួចរាល់ហើយបងប្អូនបាទប៉ុណ្ណឹងស្អាតអត់បងប្អូនអើយជួយខមមិនក្នុងក្រុមវីដេអូរបស់ខ្ញុំបាទផងជាងស្រុកស្រែតែប៉ុណ្្នឹងឯងបងប្អូនខ្វះខាតលើអ្វីក៏សូមបងប្អូនជួយរីកមិនខាងក្រោមផងបាទរួចរាល់បងប្អូនបាទហើយក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទពី Full Ticket Barber Shop នៅសង្កាត់សៀមរាបក្រុងសៀមរាបសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបចិត្តតែនិយាយខុសជាស្រ័យគឺទីតាំងនៅសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបជាប់នឹងផ្សារកែងមីម៉ាយវត្តព្រិនបងប្អូនអ្នកនៅសៀមរាបស្គាល់ហើយសង្កាត់ជ្រាវនោះឥឡូវគឺយើងដល់វគ្គកោឡាម្ដងបងប្អូនបន្ទាប់ពីយើងកាត់សក់រួចគឺយើងកោដើម្បី
ឲ្យថ្នេរចាស់យើងកាន់តែច្បាស់ហើយសម្រាប់អរគុណចំពោះការទស្សនានៅវីដេអូរបស់ខ្ញុំបាទបើគិតថាវីដេអូរបស់ខ្ញុំបាទមានប្រយោជន៍សម្រាប់អ្នករាល់គ្នាក៏សូមជួយ like ជួយ subscribe នៅ channel ខ្ញុំមួយបាទឲ្យខ្ញុំមានកម្លាំងចិត្តធ្វើនៅវីដេអូថ្មីចែកជូនដល់បងប្អូនទស្សនាទៀតបាទសូមអរគុណច្រើនសូមជម្រាប